នៅក្នុងសមរភូមិបច្ចុប្បន្នអាវុធយុទ្ធភណ្ឌធុនធ្ងន់តែមួយមុខគឺមិនគ្រប់គ្រាន់នោះទេបច្ចេកវិទ្យាបានក្លាយជាឆ្អឹងខ្នងនៃជ័យជំនះដើម្បីឲ្យកម្ពុជាបង្វឹកទីហ៊ានឲ្យដើរទាន់សង្គ្រាមសម័យថ្មីយើងគួរតែផ្ដោតលើចំណុចសំខាន់មួយចំនួនការប្រើប្រាស់ដ្រូនសង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញថាដ្រូនតូចៗដែលមានតម្លៃថោកអាចកំទេចរថក្រោះដែលមានតម្លៃរាប់ពាន់លានដុល្លារបានបង្វឹកដ្រូនអត្តឃាតបង្វឹកទាហានឲ្យបញ្ជាដ្រូនវាយប្រហារគោលដៅឲ្យចំចំណុចខ្សោយដ្រូនឆ្លប់យកការប្រើដើម្បីមើលសមរភូមិពីលើអាកាសក្នុងកម្រិត360ដឺក្រេនិងបញ្ជូនទិន្នន័យមកឲ្យកាំភ្លើងធំវាយប្រហារបានយ៉ាងសុក្រិតសង្គ្រាមអេឡិចត្រូនិកសមត្ថភាពក្នុងការបិទភ្នែកនិងបិទត្រចៀកគូសត្រូវគឺសំខាន់ណាស់ការរំខានសញ្ញាបង្វឹកទាហានឲ្យចេះប្រើប្រាស់ឧបករណ៍កាត់ផ្តាច់ប្រព័ន្ធ GPS ឬសញ្ញាបញ្ជាដ្រូនរបស់សត្រូវការការពារប្រព័ន្ធតាក់ទងធានាថាប្រព័ន្ធបញ្ជាការរបស់យើងមិនត្រូវបានសត្រូវលួចស្ដាប់ឬរំខានសន្តិសុខ Cyber សត្រូវអាចវាយប្រហារលើប្រព័ន្ធអគ្គិសនីនិងទឹកស្អាតឬប្រព័ន្ធធនាគារមុននឹងបញ្ជូនទ័ពចូលកម្ពុជាត្រូវមានកងទ័ព Cyber ដែលមានជំនាញក្នុងការពារហេដ្ឋារចនាសម្ព័ន្ធជាតិនិងវាយបកទៅលើប្រព័ន្ធបញ្ជាការ Digital របស់សត្រូវប្រព័ន្ធបញ្ជាការបែប Digital បង្វឹកទាហានឲ្យចេះប្រើប្រាស់ tablet ឬឧបករណ៍ឆ្លាតវៃក្នុងកណ្ដាលសមរភូមិដើម្បីមើលផែនទី Digital កំណត់ទីតាំងសត្រូវនិងតាក់ទងគ្នាបានរហ័សការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ប្រើ AI ដើម្បីវិភាគរូបភាពពីផ្កាយរណបឬដ្រូនដើម្បីរកមើលទីកន្លែងលាក់ខ្លួនរបស់សត្រូវដែលភ្នែកមនុស្សមិនអាចមើលឃើញទូនាទីរបស់យន្តហោះស៊ូ30ក្នុងសង្គ្រាមបច្ចេកវិទ្យាដោយដែលយើងបានដឹងនៅក្នុងវីដេអូមុនប្រសិនបើកម្ពុជាមានស៊ូ30វាត្រូវតែភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទាំងនេះមានដូចជាវាមិនមែនគ្រាន់តែជាយន្តហោះសម្រាប់ទម្លាក់គ្រាប់បែកប៉ុន្តែជាមជ្ឈមណ្ឌលបញ្ជាការលើអាកាសដែលអាចភ្ជាប់សញ្ញាជាមួយដ្រូននិងកងទ័ពជើងគោកការវិនិយោគលើខួរក្បាលបច្ចេកវិទ្យានិងការបណ្ដុះបណ្ដាលគឺមានប្រសិទ្ធភាពនិងចំណេញថវិកាជាងការទិញតែអាវុធធំតែម្យ៉ាងតើការលើកឡើងរបស់ខ្ញុំបងប្អូនយល់យ៉ាងណាដែរប្រសិនបើមានកន្លែងណាខុសប្រសិនបើមានកន្លែងណាចង់កែលម្អសូមបងប្អូនចូល comment ហើយចែករំលែកនៅវីដេអូនេះម្នាក់មួយផងបាទ